សន្ទុះប្រាក់ដុល្លារបានជួញដូរក្រោម99នៅថ្ងៃច័ន្ទបន្ទាប់ពីបានធ្លាក់ចុះពីសប្តាហ៍ជាប់គ្នាដែលត្រូវបានដាក់សម្ពាធដោយការរំពឹងទុកថាធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅសប្តាហ៍នេះទីផ្សារកំពុងកំណត់តម្លៃប្រហែល 88% នៃការកាត់បន្ថយ 0.25 នៅថ្ងៃពុធនេះដែលកើនឡើងពីប្រហែល 67% កាលពីមួយខែមុនទោះជាយ៉ាងណាក៏ដោយទស្សនវិស័យអត្រាការប្រាក់សម្រាប់ឆ្នាំ2026នៅតែមិនប្រកបប្រជាដោយអ្នកវិភាគរំពឹងថានឹងមានការកាត់បន្ថយយ៉ាងតឹងរ៉ឹងដែលប្រធាន Powell បានបង្ហាញពីផ្លូវប្រុងប្រយ័ត្នជាងមុនសម្រាប់ការបន្ធូរបន្ថយបន្ថែមទិន្នន័យសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះរួមមានរបាយការណ៍បើកការងារ JOLTS ខែតុលាដែលបានពន្យាពេលចេញផ្សាយនៅថ្ងៃអង្គារនេះដែលនឹងផ្ដល់នូវការយល់ដឹងថ្មីៗអំពីនិន្នាការជួលការងារការបញ្ឈប់ការងារនិងអត្រាឈប់ពីការងាររបស់កម្មករវិនិយោគិនក៏កំពុងតាមដានការសម្រេចចិត្តគោលនយោបាយពីធនាគារកណ្ដាលនៅក្នុងប្រទេសអូស្ត្រាលី ប្រេស៊ីល កាណាដា និងស្វីសផងដែរទោះបីជាធនាគារទាំងអស់ត្រូវបានគេរំពឹងថានឹងរក្សាអត្រាការប្រាក់ឲ្យនៅដដែលក៏ដោយមាសបានកើនឡើងខ្ពស់នៅថ្ងៃច័ន្ទនេះដោយសារប្រាក់ដុល្លារទុនខ្សោយជាងមុនខណៈពាណិជ្ជករកាន់តែមានទំនុកចិត្តទៅលើ Fed ក្នុងការទម្លាក់អត្រាការប្រាក់នៅសប្តាហ៍នេះលោក Tim Watterer ប្រធានអ្នកវិភាគទីផ្សារពាណិជ្ជកម្ម KCM បាននិយាយថាទិន្នន័យ Core PCE បានចេញមកដោយការរំពឹងទុក 0.2% ដែលទុកឲ្យធនាគារកណ្ដាលសហរដ្ឋអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់នៅសប្តាហ៍នេះដោយការរំពឹងទុកគោលនយោបាយរូបិយវត្ថុទូស្រាលនេះជំរុញឲ្យមាសមានការឡើងថ្លៃរបាយការណ៍អារម្មណ៍និងទំនុកចិត្តហិរញ្ញវត្ថុនៃការចំណាយរបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិកបានកើនឡើងជាមធ្យមនៅក្នុងខែកញ្ញាបន្ទាប់ពីការកើនឡើងប្រចាំខែជាប់គ្នាដែលនេះបានបង្ហាញពីការបាត់បង់សន្ទុះនៅក្នុងសេដ្ឋកិច្ចនៅចុងត្រីមាសទី3ដោយសារទីផ្សារការងារមិនសូវល្អនិងការកើនឡើងនៃថ្លៃដើមនៃការរស់នៅបានទប់ស្កាត់តម្រូវការរបស់អ្នកប្រើប្រាស់ដែលទិន្នន័យនេះបានចេញផ្សាយបន្ទាប់ពីទិន្នន័យប្រាក់បៀវត្សឯកជនដែលបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរយៈពេលជាង2ឆ្នាំកន្លះកាលពីខែមុនការអធិប្បាយបែបគាំទ្រប្រាក់ដុល្លារចុះខ្សោយដែលហៅថា Dovish ពីមន្ត្រីធនាគារកណ្ដាលសហរដ្ឋអាមេរិកជាច្រើនអ្នកបានជំរុញឲ្យមានការរំពឹងទុកនៃការបន្ធូរបន្ថយរូបិយប័ណ្ណបន្ថែមទៀតយោងតាម Fed Watch របស់ CME Group បានបង្ហាញពីការកំណត់ទំនុកចិត្តទីផ្សារថាឱកាស 88% ដែលអាចនឹងកាត់បន្ថយអត្រាការប្រាក់ 0.25% នៅក្នុងកិច្ចប្រជុំរបស់ Fed នៅថ្ងៃទី9និងទី10ខែធ្នូនេះអត្រាការប្រាក់ទាបនឹងនាំឲ្យមានទំនោរកើនឡើងនៃតម្លៃមាស